បាទសួស្តីបងអញ្ចឹងនេះគឺជាវីដេអូរបៀបនៃការប្រើប្រាស់មុខងារ Activity នៅលើទូរស័ព្ទដៃបាទអញ្ចឹងឧទាហរណ៍ថាបុគ្គលិករបស់បងគាត់ទៅដល់ទីតាំងដែលត្រូវជួបភ្ញៀវឲ្យបងបាទអញ្ចឹងបងឲ្យគាត់ចូលមកកាន់ app របស់ Chain នេះហើយចុចពាក្យថា Activity បាទបន្តមកទៀតសូមចុចទៅលើរូបពាក្យថាកាមេរ៉ាបងបាទនេះរូបកាមេរ៉ាហ្នឹងបាទអញ្ចឹងត្រង់ចំណុចនេះបងឲ្យគាត់ថតមកប៉ុស្តិ៍ទៅបាទថតសកម្មភាពដែលគាត់ត្រូវទៅជួបភ្ញៀវនឹងមកបាទបន្តមកទៀតចុចពាក្យថា View Photo ចឹងនៅត្រង់ចំណុចនេះបងអាចឲ្យគាត់ដាក់ជា comment បានបាទអញ្ចឹងខ្ញុំសូមដាក់ comment ថា testing ហ្នឹងទៅបាទហើយបញ្ជាក់បងបន្តិចសម្រាប់ការថតរូបនេះផងដែរគឺរូបថតតម្រូវបងថតភ្លាមតែម្ដងអត់អាចបងទៅការ upload បានទេបាទអូខេបងបាទអញ្ចឹងគឺជោគជ័យបងបាទហើយមួយទៀតឧទាហរណ៍ថាបុគ្គលិករបស់បងពេលដែលដល់ម៉ោងធ្វើការឧទាហរណ៍ថាគាត់ត្រូវចូលម៉ោង8ព្រឹកក៏ប៉ុន្តែគាត់អត់បានមក office ទេដើម្បីធ្វើការ scan check in ឬមួយក៏ scan check out បាទអញ្ចឹងបងអាចឲ្យគាត់ប្រើមុខងារ activity ហ្នឹងដើម្បីធ្វើការ check in បានផងដែរបាទអញ្ចឹងពេលដែលគាត់ត្រូវចូលម៉ោង8ព្រឹកបាទអញ្ចឹងដល់ម៉ោង8ព្រឹកបងឲ្យគាត់ចូលកាមេរ៉ា activity ហ្នឹងដែរមកបាទចុចទៅលើរូបកាមេរ៉ាហ្នឹងដែរហើយចុចថតមកប៉ុស្តិ៍មកបាទថតអីក៏បានដែរបាទអញ្ចឹងចុច view photo មកបាទបន្តមកទៀតដាក់មូលហេតុដូចគ្នាដែរមកបាទខ្ញុំដាក់ថា test check in ហ្នឹងទៅបាទខ្ញុំដាក់បញ្ចូលមកគឺបានហើយបាទអញ្ចឹងគឺវានឹងធ្វើការ check in ឲ្យបងដែលអូតូតែម្ដងបាទហើយបន្តមកទៀតបងចាប់ដើមធ្វើការងាររបស់បងទៅបាទធ្វើសកម្មភាពរបស់បងការងារអីផ្សេងៗអញ្ចឹងទៅបាទដល់ពេលដែលបងត្រូវចេញទៅផ្ទះឧទាហរណ៍ថាបងត្រូវចេញទៅផ្ទះម៉ោង5បាទអញ្ចឹងដល់ម៉ោង5បងថតរូបមកប៉ុស្តិ៍ដូចគ្នាដែរមកបាទអញ្ចឹងដូចគ្នាបងបាទបងចូលទៅលើ activity ហ្នឹងដែរមកបាទហើយបន្តមកទៀតបងចុចរូបកាមេរ៉ាថតដូចគ្នាមិញមកបាទអញ្ចឹងតទៅដល់ម៉ោង5ទើបបងថតទៅវាចាប់ថា check out តែបើសិនជាបងថតមុនម៉ោង5ក៏វាអត់ចាប់បងថាជា check out ដែរបងបាទហើយគ្រប់សកម្មភាពដែលបងធ្វើការថតរូបហ្នឹងវានឹងតម្លាក់ចូលទៅកាន់ក្រុម Telegram របស់ Manager បងដែលអូតូតែម្ដងបងបាទ